ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមានមុខម្ហូបសម្លស្ងោរជីឆាយជាមួយជើងជ្រូកជាដំបូងខ្ញុំមានជើងជ្រូកតៅហ៊ូមានស្លឹកខ្ទឹមហើយនិងប៊ីយូហ៊ឺបាទហើយយើងដាំទឹកហើយយើងដាក់លើខ្ទឹមដាក់ខ្ទឹមស្មន្តោសដាក់ខ្ទឹមហើយជាមួយម្ទេសបន្ទាប់ពីទឹកពុះហើយបាទយើងដាក់ស្ងោរជើងជ្រូកពុកម៉ែបងប្អូនឲ្យវារាងឆ្អិនបន្តិចដើម្បីឲ្យចាប់ជាតិកុំឲ្យធំឆ្អាបណាហើយនឹងបន្ទាប់មកយើងដាក់ឲ្យប៊ីយូហ៊ឺតោះយើងដាក់ប៊ីយូហ៊ឺហើយបាទហើយខ្ញុំក៏ដាក់បាទតៅហ៊ូបាទខ្ញុំចូលចិត្តក្រៀមខ្ញុំដាក់បំពងសិនបន្ទាប់ពីដាក់តៅហ៊ូហើយខ្ញុំដាក់ជីឆាយពុកម៉ែបងប្អូនបាទបន្ទាប់ពីជីឆាយហើយបាទក្របមកស៊ូឆ្អិនហើយខ្ញុំក៏បានភ្លក់បាទភ្លក់មើលល្មមនៅវាថាល្មមហើយក៏អូខេវាថាតាមល្មមយើងក៏ថែមគ្រឿងទៀតបាទល្មមហើយក៏យើងដាក់ស្លឹកខ្ទឹមជាការសម្រេចអែមសែមណាស់ពុកម៉ែបងប្អូនបាទខ្ញុំសួរពុកម៉ែបងប្អូនមកហូបបាយជាមួយខ្ញុំថ្ងៃនេះស្ងោរជីឆាយហើយនឹងមុខទៀតម៉ាំល្ហុងអត់ចោលទេឬម៉ាំល្ហុងហ្នឹងដល់បានម៉ាត់អូអែមសែមតាហ៊ូបងប្អូនអែមសែម